นมนี้ជាភ្នំដែលមានសភាពខុសពីភ្នំផ្សេងៗដោយភ្នំនេះពោពេញទៅដោយដុំថ្មរដេបរដប់សឹងតែ 99% ទៅហើយសឹងតែមិនមានដីនៅលើភ្នំនេះតែម្ដងដោយដែលបងប្អូនបានឃើញនេះអញ្ចឹងហើយភ្នំនេះមានឈ្មោះថាភ្នំព្រះជាភ្នំមួយដែលមានប្រវត្តិរឿងព្រេងនិងអបិយជំនឿជាច្រើនដែលបង្កប់នៅក្នុងភ្នំនេះដោយចាស់ពីមុនគាត់បាននិយាយតគ្នាថាកំពូលភ្នំសពថ្ងៃនេះគឺជាបាតនៅខាងក្រោមរបស់ភ្នំទេរីឯកំពូលភ្នំនោះគឺកប់លិចទៅខាងក្រោមភ្នំទៅវិញហើយកាលពីមុនមកគឺមានរឿងដំណាលដែលចាស់និយាយតគ្នាថាប្រវត្តិភ្នំនេះពីមុនគឺព្រះរាមបានប្រើហនុមានឲ្យទៅរកថ្នាំហើយនៅពេលដែលហនុមានទៅរកថ្នាំក៏រកមិនឃើញហើយហនុមានក៏លើកភ្នំនេះមកឲ្យព្រះរាមបេះថ្នាំតែម្ដងនៅពេលដែលព្រះរាមបេះថ្នាំរួចរាល់ហនុមានក៏យកត្រឡប់ទៅវិញបានពាក់កណ្ដាលផ្លូវហនុមានក៏ខ្ជិលទៅដល់ទីតាំងដើមក៏គប់ភ្នំនេះត្រឡប់ទៅវិញបណ្ដាលឲ្យកំពូលភ្នំធ្លាក់ក្រឡាប់ទៅខាងក្រោមទើបសពថ្ងៃនេះយើងឃើញនៅខាងលើភ្នំមានសុទ្ធតែថ្មរដេបរដប់បែបនេះហើយទាំងនេះខ្ញុំមិនដឹងថាជាការពិតឬក៏មិនពិតនោះទេព្រោះគ្រាន់តែជាការនិយាយតគ្នាតាំងពីដើមមកតែនៅក្នុងរូងភ្នំមានអ្នកឃើញមានវត្ថុបុរាណនៅខាងក្រោមរូងភ្នំតែខ្ញុំអត់ដឹងថាមានអ្វីខ្លះទេព្រោះពីមុនមកកាលដែលធ្វើបុណ្យភ្នំម្ដងគឺគេតែងតែមានពិធីដើរចូលលេងនៅក្នុងរូងភ្នំហើយពេលដែលចូលលេងនៅក្នុងរូងភ្នំតែងតែមានអ្នកនាំផ្លូវម្នាក់ដែលគាត់ចេះមន្តអាគមសុំផ្លូវម្ចាស់ទឹកម្ចាស់ដីដើម្បីជូនចូលទៅក្នុងរូងភ្នំនេះហើយការនិយាយតគ្នាបានប្រាប់ថាពេលដែលយើងចូលលេងនៅក្នុងរូងភ្នំយើងកាន់ភ្លើងពិលឬក៏ភ្លើងទូរស័ព្ទបំភ្លឺគឺបានតែមួយផ្លែតគឺអស់ភ្លើងរលីងតែម្ដងដោយមិនដឹងមូលហេតុហើយបើសិនជាយើងចង់កាន់ភ្លើងបំភ្លឺគឺត្រូវអុជទៀនដើម្បីកាន់បំភ្លឺដើរភ្លេពីរូងមួយចេញទៅរូងមួយ